ស្តីដល់គ្នាមកជួបជាមួយខ្ញុំម្ដងទៀតហើយអញ្ចឹងបំផាយហ្នឹងយើងធ្វើតែតទៅណាការដោះស្រាយវិសម័យការលោកគណិតលេខ2ការដោះស្រាយវិសម័យការនេះដែរអត់មានអីជាប្រវត្តិដូចការដោះស្រាយវិសម័យការទូទៅព្រោះយើងដែរចំពោះលំហាត់ទី1គឺគេឲ្យ2លើក x ដល់7ធំជាងឬស្មើ0ដំបូងគេហ្នឹងគឺដោយវិសម័យការទូទៅគឺយើងឲ្យលក្ខខណ្ឌសិនលក្ខខណ្ឌហ្នឹងគឺអ្នកនរឲ្យ x ធំជាង0ជានិចណាអញ្ចឹងវគ្គនេះគឺយើងឲ្យ x ធំជាង0ហើយចាំយើងយកវិសម័យការហ្នឹងមកដោះស្រាយវិសម័យការហ្នឹងគឺគេឲ្យ2លើក x ដល់7ធំជាងឬស្មើ0អូខេអញ្ចឹងត្រង់កន្លែងហ្នឹងយើងបោះ7ហ្នឹងទៅអង្គទី2យើងបាន2លើ x ធំជាងឬស្មើ7ត្រង់កន្លែងនេះដែរដល់យើងត្រូវបោះ2នេះទៅខាងអង្គទី2ដែរដោយសារតើយើងបើសិនជាគុណអញ្ចឹងយើងបោះទៅចែកគេអញ្ចឹងលើ x បានធំជាងឬស្មើ7លើ2បងប្អូនត្រូវដឹងអាចារ្យលិន x ដើម្បីយើងរក x បានណាគឺគោលលោកគេគោលនៃ x អញ្ចឹងហើយ x គឺធំជាងឬស្មើស្វ័យគុណ7លើ2អញ្ចឹងយើងបាន x ធំជាងឬស្មើស្វ័យគុណ7លើ2នេះដើម្បីរក x បានណាបងប្អូនគឺយើងឲ្យអញ្ចឹងណាអូខេបងប្អូនត្រូវដឹងស្វ័យគុណ7លើ2តម្លៃហ្នឹងបងប្អូនត្រូវដឹងថា 2.71 អញ្ចឹងទៅអញ្ចឹងកាលណា2ជាងស្វ័យគុណ7លើ2អញ្ចឹងប្រកាសជាធំជាង0ទេបងប្អូនអញ្ចឹងយើងបាន x យើងពីរបស់ណាបងប្អូនx យើងពីរបស់ស្វ័យគុណ7លើ2ទៅដល់បូកអាណននេះបងប្អូនប៉ុណ្ណឹងមកហើយលំហាត់ទី1យើងឥឡូវយើងចូលទៅមើលលំហាត់ទី2វិញម្ដងសម្រាប់លំហាត់ទី2គឺគេឲ្យលិនលិននៃ2បូក x តូចជាងឬស្មើលិននៃ8ដក 2x ណាត្រង់កន្លែងនេះដែរបងប្អូនត្រូវដឹងថារបៀបធ្វើហ្នឹងគឺយើងត្រូវឲ្យលក្ខខណ្ឌ2នឹងសិនមានន័យថាចេះបងប្អូនគេឲ្យលិន2បូក x 2បូក x តូចជាងលិន8ដក 2xអញ្ចឹងបងប្អូនត្រូវឲ្យលក្ខខណ្ឌកន្លែងនៃហ្នឹងណានេះ2បូក x ហ្នឹងក៏ឲ្យលក្ខខណ្ឌ8ដក 2x ហ្នឹងក៏យើងត្រូវឲ្យលក្ខខណ្ឌដែរអញ្ចឹងយើងមានលក្ខខណ្ឌយើងគឺមានចំនួន2ទេបងប្អូនគឺយើងឲ្យត្រូវ2បូក x នេះគឺធំជាង0ហើយក៏ត្រូវឲ្យ8ដក 2x នេះ8ដក 2x ហ្នឹងធំជាង0ដែរឃើញអត់បន្តមកទៀតក្នុងករណីហ្នឹងដែរគឺយើងត្រូវដឹងថាចេះបងប្អូនកាលណាដក 2x អញ្ចឹងយើងប្រកាសជាបដូរទិសដៅហើយឥឡូវយើងមើលមកបងប្អូនចឹងត្រង់កន្លែងនេះ x ធំជាងដក2ហើយត្រង់កន្លែងនេះបងប្អូននេះត្រង់កន្លែងនេះគឺយើងបានដក 2x ចឹងយើងបានតូចជាងម៉ានបងប្អូនយើងបដូរទិសដៅអញ្ចឹងណាតូចជាងដក8អូខេតាមទៀត x នេះគឺធំជាងដក2នៅដដែលទេព្រោះយកមានអីពីខាងនេះអញ្ចឹងយើងបាន x ធំជាងដក2ដដែលហើយត្រង់កន្លែងនេះវិញគឺយើងបាន x តូចជាង4បងប្អូនដោយសារតែដក8ចែកដក2យើងបាន4ណោះ x តូចជាង4អញ្ចឹង x របស់យើងគឺយកចន្លោះពីដក2រហូតដល់4មានន័យថា x ហ្នឹងគឺត្រូវតែធំជាងដក2ប៉ុន្តែវាតូចជាង4មានន័យថាចន្លោះដក2រហូតដល់4ហ្នឹងគឺយើងយកណាអាចសរុបលក្ខខណ្ឌមកបានគឺ x របស់ម៉ានបងប្អូនរបស់ដក2ដល់14អូខេបន្ទាប់ពីបានប៉ុណ្ណឹងហើយមិនមានថាចម្លើយគឺប៉ុណ្ណឹងឯងគ្រាន់តែជាចម្លើយឬក៏លក្ខខណ្ឌដែលយើងត្រូវយកឯងមួយទៀតគឺយើងចាប់ផ្ដើមយកវិសម័យការហ្នឹងមកដោះស្រាយវិញដែរវិសម័យការគឺលិន2បូក x តូចជាងឬស្មើលិន8ដក 2x 8ដក 2x ត្រង់កន្លែងនេះដែរបងប្អូនឃើញលិនដូចគ្នាអត់ចឹងហើយយើងអាចសម្រួលលិនហ្នឹងចោលបានអញ្ចឹងយើងបាន2បូក x តូចជាងឬស្មើ8ដក 2x បងប្អូនបោះ x មកអង្គទី1ហើយបោះអញ្ញត្តិបោះលេខហ្នឹងទៅអង្គទី2វិញណាអញ្ចឹងយើងបាន x បូក 2x តូចជាង8ដក2បងប្អូន8ដក2អញ្ចឹង 3x តូចជាងឬស្មើ8ដក2ហ្មងបងប្អូន8ដក2គឺសល់6អញ្ចឹងយើងទាញរក x មកបងប្អូនx របស់យើងគឺតូចជាងឬស្មើ6ចែក3អញ្ចឹង x តូចជាងឬស្មើ6ចែក3គឺបាន2នេះ x គឺត្រូវយកចាប់ពីអីដែលតូចជាង2ឬក៏ស្មើ2ហ្នឹងបងប្អូនត្រង់កន្លែងនេះដែរបងប្អូនយើងបកទៅមើលលក្ខខណ្ឌរបស់យើងវិញគេឲ្យយើងយកចាប់ពីដក2រហូតដល់4បងប្អូនមើលគេឲ្យយើងយកនេះ x ហ្នឹងគឺតូចជាងឬស្មើ2អញ្ចឹងបងប្អូនអាចគូក្រាបមើលបាននេះគឺជាចំណុច0នេះគឺជាខាតបូកអណនហើយដកអណនអីចឹងទៅនេះបូកអណនដកអណនបងប្អូនត្រូវដឹងថាអីដែលយើងត្រូវយកហ្នឹងគឺតូចជាង2អញ្ចឹងទៅនេះគឺ2បងប្អូននេះ2បងប្អូនអីដែលតូចជាង2ហ្នឹងគឺម្ដុំដកអណននេះតូចជាងឬស្មើ2អញ្ចឹងណាគឺប៉ុណ្ណឹងបងប្អូនងាកទៅមើលលក្ខខណ្ឌគឺចាប់ពីដក2រហូតដល់4អញ្ចឹង4ថានៅឡើយនេះចោះបងប្អូន
4 នៅកន្លែងនេះអូខេបន្តមកទៀតដក2នេះលក្ខខណ្ឌយើងគឺបានត្រឹមប្រព័ន្ធនេះបងប្អូនឃើញអត់លក្ខខណ្ឌយើងគឺម្ដុំនេះប៉ុន្តែអីដែលចម្លើយដែលយើងរកឃើញហ្នឹងគឺប្រព័ន្ធនេះទេអញ្ចឹងបងប្អូនត្រូវដឹងហាចេះគឺបងប្អូនត្រូវយកចាប់ពីដក2រហូតដល់2ត្រង់កន្លែងនេះយើងឆោតចោលណាអញ្ចឹងចម្លើយយើងចាប់ពីនេះដល់នេះអូខេអញ្ចឹងតែប៉ុណ្្នឹងឯងអញ្ចឹងអិចយើងគឺរបស់2ដក2រហូតដល់12មិនដែរបងប្អូនសម្រាប់លោហៈមួយនេះអត់មានអីញ៉ៃញ៉ៃច្រើនតាក់ទងនឹងរឿងលក្ខខណ្ឌហ្នឹងហើយបងប្អូនភាគច្រើនយើងវល់យើងអាចនឹងអត់ដឹងថាចម្លើយយើងចាប់ពីណាទៅណាអញ្ចឹងណាតែសង្ឃឹមថាមើលវីដេអូនេះហើយនឹងយល់អញ្ចឹងអរគុណច្រើនជ្រាបលាជួបគ្នាវីដេអូក្រោយ